រឿងព្រះគោព្រះកែវនេះជារឿងនិទានពីព្រះគោព្រះកែវដែលនិយាយតគ្នាមកនៅស្រុកលង្វែកមានគ្រួសារមួយរស់នៅពីរអ្នកប្តីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការនាងប្រពន្ធមានផ្ទៃពោះលក់ដល់យប់មួយបានយល់សឹកឃើញថានាងបានចិញ្ចៀនពេជ្រ3វង់មកពាក់ហើយក៏បាត់ទៅវិញនាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្តីទៅរកគ្រូទាយមាណពជាប្តីបានទៅរកគ្រូទាយតាមដំណើរសឹករបស់ប្រពន្ធគ្រូទាយក៏គន់គូមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាណពថាបើតាមសឹកនេះល្អណាស់គឺមានអ្នកមានបុណ្យមកចាប់កំណើតតែត្រូវឲ្យនាងតោមកុំបរិភោគផ្លែស្វាយខ្ចីបើមិនដូច្នោះនឹងមានគ្រោះថ្នាក់សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះមាណពត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចីលុះពោពោះបានគ្រប់ខែហើយនាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំងពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្តីឡើងបេះតែមាណពមិនព្រមឡើងបេះឲ្យបើធ្វើជាទៅចំការបាត់ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលេងបានក៏ដើរទៅរកបេះដោយខ្លួនឯងនាងខំប្រវេប្រវាឡើងដើមស្វាយម្នាក់ឯងពេលទៅដល់លឺនាងតោងចំមេឃពុកមួយស្រាប់តែបាក់ធ្លាក់ចុះមកដល់ដីស្លាប់មួយរំពេចពេលនោះធ្លីពោះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាងកូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេចឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយកូនគោបានរត់ទៅរកឪពុកឲ្យមកជួយប្អូនដែលនៅក្រោមដើមស្វាយនោះមាណពឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេកព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមកមាណពបានយកកូននោះទៅផ្ទះលុះព្រឹកឡើងមាណព3កូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបើអ្នកស្រុកបានសាកសួរមាណពថានេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបើដូច្នេះនេះជាកូនរបស់ខ្ញុំចុះម្ដាយវាទៅណាបានជាមិនឲ្យវាបើប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯងឮដូច្នេះអ្នកស្រុកផ្អើលចោមរំមើលពេលអ្នកស្រុកមកមើលឃើញមាណព3កូនមួយមានទាំងកូនគោនៅក្បែរផងគេនាំគ្នាឆ្ងល់យ៉ាងខ្លាំងហើយដឹងថាមានកូនកើតមកជាសត្វគោឯម្ដាយបែកពោះស្លាប់ខុសគេឯងដូច្នេះអ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុកក៏នាំគ្នាជេរស្ដីតាមវាយបណ្ដេញមាណពនិងកូនលែងឲ្យមកក្បែរភូមិមាណពនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯងដោយមិនហ៊ានសង់ផ្ទះសម្រាប់ជ្រក់កូនអ្វីឡើយមាណពនាំកូនទៅជ្រក់តែក្រោមដើមឈើធំធំហើយដើរបេះផ្លែឈើបរិភោគជាអាហារក្រោយមកព្រះគោព្រះកែវរៀងធំល្មមដឹងក្តីខ្លះថ្ងៃមួយពីរអ្នកបងប្អូនចេញមកវាលមួយបានឃើញពួកក្មេងខ្វៀលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរដោយបោចវឡាយធ្វើជាខ្សែចងព្រះគោដឹកចេញទៅលុះដល់ពេលបាយក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នាឯព្រះកែវគ្មានបាយក៏ដើរទៅសុំគីខ្ញុំសុំស៊ីផងទេអញមិនអោយទេយីអានេះមកពីណាបានជាមកសុំបាយគេស៊ីពេលគេស៊ីបាយរួចព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេកក៏សុំគេទៀតតែពួកក្មេងៗកងវាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោលរួចដេញវាយជេរព្រះកែវចេញទៅព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹកខ្សួលនឹងពួកគេដែលវាយជេរមកលើខ្លួនព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំងព្រះគោឃើញប្អូនឃ្លានបាយហើយត្រូវគេដេញវាយធ្វើបាបព្រមទាំងថ្មាសតេះដៀលដូច្នេះក៏តាំងរោទ3ដងស្រាប់តែក្អែចេញជាម្ហូបអាហារទឹកដែលមានចានពែងធូស្លាបព្រាលាក់សុទ្ធតែគ្រឿងមាសប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯងហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផងមិនបានទេអាហារនេះគឺសម្រាប់តែប្អូនម្នាក់ឯងប៉ុណ្ណោះពួកក្មេងខ្វៀលគោលូបមើលព្រះគោក្អែចេញអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះក៏លូបចាំមើលដល់ព្រះគោលីបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញក្មេងៗបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងៗខ្លួនធ្វើឲ្យចាស់ក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះអ្នកភូមិបាននាំគ្នាផ្អើលឆៅឡៅកាន់ពូថៅកំបិតដំបងទៅពាត់ចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទីបទាំងនោះលុំចាប់បានព្រះគោហើយគេក៏ដឹកយក
មកចងជាប់នឹងដើមកណ្ដោធំមួយនឹងមានមនុស្សផ្អើលមកឈោមើលព្រះគោដោយសេចក្តីងឿងឆ្ងល់និងនឹកចង់បានទ្រព្យរបស់ដែលមាននៅក្នុងពោះព្រះគោពេលអ្នកស្រុកចូលបំរុងនឹងធ្វើបាបព្រះគោភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ហើយក៏ហោះឡើងសណ្ដក់ដើមកណ្ដោលរលំបាក់លើពួកអ្នកស្រុកទាំងអស់នោះធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃបាក់ជើងបែកក្បាលស្ទើរគ្រប់គ្នាហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រូវរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនិងជាវិញហើយពេលឮដូច្នោះអ្នកខ្លះបានកាប់យកឫសកណ្ដោលទៅដាំផឹកដើម្បីព្យាបាលរបួសខ្លួនស្រាប់តែជាសះស្បើយយ៉ាងស័ក្តិសិទ្ធិមែនក៏នាំគ្នានឹកដល់ព្រះគោដែលមានឫទ្ធិបារមីខ្លាំងពូកែនិងលែងហ៊ានបៀតបៀនព្រះគោទៀតព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិស្រុកនានាហើយរស់នៅតែពីរអ្នកបងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អនិយាយពីឪពុករបស់ព្រះគោព្រះកែវបាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះមាននុបនឹកកូនឥតឧបមាបានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀតមាននុបធ្វើដំណើរចេញពីទីនោះដើរស្វែងរកកូនដោយក្តីវិលវល់បំផុតមិនយូរប៉ុន្មានឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅថ្លែងពីបុត្រី7អង្គរបស់ស្ដេចនាងដែលជាបុត្រីពៅមានរូបឆោមស្អាតនិងមានចរិយាស្លូតបូតជាងគេថ្ងៃមួយបុត្រីទាំងអស់គ្នាអបសក់នឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំងក៏បានទូលសុំអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅលុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅបុត្រីស្ដេចទាំងអស់និងពួកហែហោមទាំងឡាយនាំគ្នាឈប់សម្រាកនិងងូតទឹកលេងសប្បាយក្នុងស្រះទឹកនោះព្រះកែវឮសូរមាត់មនុស្សអ៊ូអរក៏ចេញមុខលបមើលឃើញបុត្រីស្ដេចទាំង7អង្គព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅតែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវបានរត់មកនិយាយប្រាប់បងព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់និងគ្រឿងអលង្ការទឹកឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅបុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាមនាំគ្នាលួចស្រឡាញ់ហើយហៅចុះទៅងូតទឹកលេងល្បែងដេញចាប់កូនកាក់អណ្ដែតទឹកពីព្រះកែវចាប់បានដេញជួសតែនាងពៅហើយពេលនាងពៅចាប់បានវិញក៏ដេញជួសតែព្រះកែវដែរលុះលេងបានយូរបន្តិចទៅនោះនាងពៅនិងព្រះកែវកាន់តែស្និទ្ធឡើងធ្វើឲ្យបងនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតាពីត្រឡប់ទៅដល់វាំងវិញបងរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតាដោយពុំឃើញនាងពៅចូលគាល់ស្ដេចក៏សួររកនាងពៅទៅណាបានជាមិនឃើញមកដូច្នេះព្រះបិតានាងមិនហ៊ានចូលគាល់ព្រះអង្គទេតើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមកព្រះបិតាពីទៅស្រង់ទឹកលេងនោះនាងពៅបានប្រឡាញ់លេងជាមួយបុរសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយស្ដេចស្ដាប់កូនបងទូលដូច្នេះក៏ខ្ញាល់នឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាស់ឥតខ្លាចក្រែងព្រះអង្គបានបញ្ជាឲ្យនិរទិសនាងពៅចេញពីវាំងទៅរស់នៅក្នុងព្រៃនាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវព្រះគោបានរៀបអភិសេកព្រះកែវនឹងនាងពៅរួចបានក្អែចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នានិយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារនាំថ្វាយស្ដេចខ្មែរបបួលប្រជុលមាន់ដាក់ប្រជារាស្ត្រពលទាហាននិងទ្រព្យសម្បត្តិការជួលនេះស្ដេចសៀមជាអ្នកឈ្នះតែស្ដេចខ្មែរបានសុំជួលម្ដងទៀតលើក្រោយនេះស្ដេចខ្មែរមានការព្រួយព្រះទ័យយ៉ាងខ្លាំងព្រោះមិនដឹងជារោគមាន់ឯណាមកជួលមាន់ឈ្នះមាន់ស្ដេចសៀមព្រះអង្គបានឲ្យពួកសេនាស្វែងរកមាន់ខ្លាំងពូកែគ្រប់កន្លែងលុះពួកគេដើរទៅបានជួបនឹងនាងពៅហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយដល់ស្ដេចពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវដោះស្រាយរឿងនេះព្រះកែវយករឿងនេះទៅប្រាប់បងពេលនោះព្រះគោសុកចិត្តប្រែកាឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូលពេលជួលលើកនេះមាន់ស្ដេចខ្មែរឈ្នះខាងស្ដេចសៀមធ្វើឲ្យស្ដេចសៀមខឹងយ៉ាងខ្លាំងហើយឆ្ងល់ថាហេតុអីបានជាមាន់ស្ដេចខ្មែរមានមៀតទូចសោះអាចសម្លាប់មានគួកដ៏ធំរបស់យើងដូច្នេះនេះប្រហែលមានឫទ្ធិបារមីអ្វីហើយមើលទៅស្ដេចសៀមមិនអស់ចិត្តក៏បបួលប្រជុលដំរីម្ដងពេលនេះព្រះគោត្រូវប្រែកាឡាជាដំរីដើម្បីប្រជុលម្ដងទៀតលើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែលធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀតលើកក្រោយសៀមបានរៀបចំគូយន្តធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជុលទៀតលើកនេះព្រះគោដឹងច្បាស់ថា
ច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ននាំនាងពៅមកក្បែរទីលានប្រយុទ្ធហើយត្រៀមតោងកន្ទុយដើម្បីហោះរត់ចេញកង់លុះដល់ពេលជួលព្រះគូបានព្យាយាមជួលជាមួយគូយួនយ៉ាងខ្លាំងព្រះគូបានបោលបុកគូយួនរបស់សៀម3ដងដឹងថាมันអាចយកឈ្នះបានក៏រត់មករកប្អូនភ្លាមព្រះកែវនាំនាងទៅតោងកន្ទុយបងហើយព្រះគោហោះវឹងចេញទៅធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀមនឹកតាមមើលហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំងក៏នាំពលទាហានដេញតាមចាប់ចំណែកឯនាងពៅតោងកន្ទុយព្រះគោយូរទៅក៏ធ្លាក់ចុះមកដីព្រះកែវឃើញដូច្នោះក៏លែងដៃចុះមកតាមនាងពៅពេលធ្លាក់ចុះមកដល់នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀមតាមជាប់មកពីក្រោយហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេចព្រះកែវរត់ចេញទៅឯព្រះគោដឹងថាប្អូនធ្លាក់ចុះមកក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមជានិច្ចនិយាយពីព្រះអិនក្តៅក្រហាយនៅមិនបានក៏ប្រមើមើលមកក្រោមឃើញនាងពៅដេកស្លាប់កណ្ដាលព្រៃដូច្នេះក៏យកទឹកកន្ទីមកស្រោចពីលើសពនាងឲ្យคล้ายជាថ្មនិងនាំប្រលឹងនាងទៅគង់នៅឋានសួគ៌ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះចាប់ពីព្រះគោទៅនៅត្រង់នោះមកធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រស់បំប្រងសត្វផងទាំងពួងក៏ដូចអ្នកភូមិក្បែរនោះបានសម្បូរសប្បាយប្លែកខុសពីធម្មតាដំណឹងនេះបានលេចលឺទៅដល់ស្ដេចសៀមគេបានឲ្យហោរាទីដឹងថាមានព្រះគោទៅនៅត្រង់នោះក៏នាំទាហានដេញតាមចាប់បន្តទៀតដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេកក៏ចេះតែតាមចាប់គ្រប់ពេលវេលាព្រះគោនាំប្អូនហោះគេចទៅដល់បន្ទាយលង្វែកមានព្រៃឫស្សីដុះយ៉ាងក្រាស់ព័ទ្ធជុំវិញក៏នាំគ្នាលាក់ខ្លួនពួននៅទីនោះស្ដេចសៀមបានឲ្យហោរាទីដឹងថាព្រះគោនៅទីនោះក៏លើកគ្នាមកតាមចាប់តែចូលមិនរួចដោយមានព្រៃឫស្សីច្រើនពេកក៏រកល្បិចបាញ់ប្រាក់ឌូមកច្រកក្នុងកំភ្លើងបាញ់ចូលព្រៃឫស្សីនោះហើយត្រឡប់ទៅវិញពេលក្មេងខ្វៀលគោមកដល់កន្លែងនេះរើសបានប្រាក់ឌូនៅតាមគុម្ពឫស្សីក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់នោះមិនយូរប៉ុន្មានឫស្សីទាំងនោះត្រូវខ្ទេចខ្ទីអស់សៀមបានលើកទ័ពមកម្ដងទៀតពេលនោះព្រះគោព្រះកែវប្រែកាឡាជាសត្វក្របីហើយដើរជួលក្នុងហ្វូងក្របីដើម្បីបន្លំពួកសៀមស្ដេចសៀមបានយកព្រាត់ស្បែកក្របីព័ទ្ធជាសីមាជុំវិញហ្វូងក្របីដើម្បីចាំមើលក្របីទាំងនោះលោតរំលងព្រាត់រត់បាត់អស់នៅពេលពួកសៀមដេញវាយតែព្រះគោនិងព្រះកែវមិនព្រមលោតរំលងព្រាត់ក៏ឈួរនឹកស្ងៀមព្រោះខ្លាចសាបសិលមុនវិជាផ្សេងពីសៀមចាប់ព្រះគោព្រះកែវហើយបានវាយជេរហើយយកទៅដាក់ឃុំទុកនៅស្រុកសៀមបាត់ទៅវេលាយប់មួយព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរវិញពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែងរហូតដល់ចាប់បានម្ដងទៀតលែងហ៊ានជេរវាយតែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោព្រះកែវគង់នៅហើយមានជញ្ជាំងខ័ណ្ឌ7ជាន់និងមានអ្នកយាមយ៉ាងត្រឹមត្រូវដោយខ្លាចព្រះគោលួចរត់ទៀតពួកសៀមយល់ថាកាលណាបានព្រះគោគង់នៅទីណាទីនោះនឹងបានសុខសេមខ្សាន្តដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំហើយចាប់តាំងពីពេលនោះមកព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតដល់សព្វថ្ងៃ